ជំរាបសួរលោកគ្រូខ្ញុំឈ្មោះស្រុនខ្ញុំឈ្មោះស្រុនត្រណេកមកពីថ្នាក់អំដែលមានលេខរៀងទី6នេះគឺជាវីដេអូដែលបានស្វែងសិក្សានៅពីមេរៀនទីសប្តាហ៍ទី3ក្នុងមេរៀនសប្តាហ៍ទី2ទី3នេះខ្ញុំបានស្វែងសិក្សាពាក្យគ្រឹះមួយចំនួនដូចជាពាក្យគោលដៅនៃការអប់រំគោលបំណងនៃការអប់រំកម្មបំណងនៃការអប់រំពាក្យដូចជាពាក្យគោលដៅនៃការអប់រំគឺជាគេចង់សំដៅទៅលើទស្សនវិជ្ជាដែលមានរយៈពេលវែងដែលបានរៀបចំឡើងដោយការដូចជាឧទាហរណ៍ថាយើងបានរៀបចំដែលប្រើមិនមែនប្រើរយៈពេល1ឆ្នាំឬក៏2ឆ្នាំទេយើងប្រើរយៈពេលរហូតដល់អស់មួយជីវិតអាហ្នឹងគឺជាគោលដៅនៃការអប់រំឧទាហរណ៍ថាការលើកកម្ពស់ការសិក្សារបស់សិស្សឲ្យសិស្សលើកទឹកចិត្តឲ្យសិស្សនឹងខំប្រឹងរៀនសូត្រអញ្ចឹងមានថាការអប់រំទោះដល់សម័យកាលណាក៏ដោយក៏គ្រូនៅតែលើកទឹកចិត្តឲ្យសិស្សនឹងខិតខំរៀនសូត្រឲ្យខ្លាចទៅជាតំពាំងស្នងរាសីរបស់ប្រទេសដូចជាបច្ចុប្បន្នខាងក្រសួងអប់រំបានដាក់បញ្ចូលកម្មវិធីផ្នែក Digital មួយដែលមានឈ្មោះថា PAP ដើម្បីធ្វើតេស្តសមត្ថភាពរបស់សិស្សហើយការដាក់កម្មវិធីធ្វើតេស្តរបស់សិស្សហ្នឹងគឺជាគោលដៅរបស់ក្រសួងមួយដើម្បីស្វែងយល់ដើម្បីស្វែងសិក្សាឲ្យដឹងពីសិស្សក្នុងវិស័យអប់រំសាធារណៈហ្នឹងឲ្យដឹងថាតើសិស្សហ្នឹងសិស្សមានចំណេះដឹងដល់កម្រិតណាដោយសារកម្មវិធី PLP ហ្នឹងគាត់មានបែងចែកដូចជាគណិតខ្មែរភាសាខ្មែរផ្សេងគណិតផ្សេងវិទ្យាសិក្សាសង្គមផ្សេងហើយនៅក្នុងកម្មវិធីនៅគ្នាគឺជាការធ្វើតេស្តមួយតេស្តដើម្បីឲ្យដឹងពីសមត្ថភាពរបស់សិស្សឲ្យសិស្សដឹងសមត្ថភាពថាសិស្សនឹងរៀនបានប្រកែអញ្ចឹងនឹងជាគោលដៅការអប់រំរបស់ក្រសួងមួយដាក់គោលដៅនឹងដាក់ដើម្បីធ្វើតេស្តស្វែងយល់ពីសិស្សនៅពេលបច្ចុប្បន្នថាសិស្សហ្នឹងគាត់រៀនដល់កម្រិតណាគាត់មានខ្សោយហត់ត្រូវរៀនប៉នហត់អាហ្នឹងគឺជាគោលដៅនៃការអប់រំហើយមួយទៀតគោលបំណងនៃការអប់រំហ្នឹងគេចង់សំដៅលើលទ្ធផលឬគោលបំណងប្រាថ្នាណាមួយដែលមានរយៈពេលមធ្យមដូចជាគោលបំណងឧទាហរណ៍ថាការដាក់គោលបំណងអ្វីមួយការដាក់គោលបំណងអ្វីមួយឲ្យបានសម្រេចដូចជាខ្ញុំដូចជាថាគោលបំណងរបស់គ្រូចង់ឲ្យសិស្សរៀនផ្កាយចង់ទោះវាចង់និយាយថាពេលដែលសិស្សជួបយើងគឺយើងចង់ឲ្យគាត់រៀនឲ្យបានពូកែអាហ្នឹងជាគោលបំណងនៃការអប់រំចង់ឲ្យសិស្សមានការគិតពិចារណាត្រេះរិះដោយខ្លួនឯងដោយមិនប៉ាត់ដែលពេលដែលយើងចេញពីការអប់រំទៅពេលដែលឆ្លងកាត់ការអប់រំគឺសិស្សមានភាពឯករាជ្យភាពមានការគិតការពិចារណាដឹងខុសដឹងត្រូវមានហេតុមានផលដើម្បីយកទៅប្រើប្រាស់ជាជីវភាពប្រចាំថ្ងៃអាហ្នឹងគឺជាគោលបំណងអប់រំហ្នឹងយើងគ្រាន់ដាក់គោលបំណងឲ្យសិស្សម្នាក់ហ្នឹងពេលដែលគាត់រៀនចប់ឬមិនរៀនចប់ពេលដែលគាត់រៀនចប់ហ្នឹងឲ្យគាត់ទៅដែលមានធ្វើឲ្យគាត់ហ្នឹងមានភាពឯករាជ្យដោយខ្លួនឯងនឹងចេះដោះស្រាយបញ្ហាដែលប្រើខួរក្បាលដែលមានចំណេះដឹងត្រឹមត្រូវមិនមែនជាដោះស្រាយបញ្ហាអីដែលប្រើកំហឹងឬក៏អីទេអាហ្នឹងគឺជាគោលបំណងនៃការអប់រំហើយមួយទៀតកម្មវត្ថុនៃការអប់រំគេចង់សំដៅទៅលើកម្មវត្ថុនៅពេលដូចជាឧទាហរណ៍ថាដូចពេលដែលខ្ញុំបរៀនមេរៀនសិស្សមួយកម្មបំណងនៃការអប់រំហ្នឹងគេចង់ឲ្យខ្ញុំចង់ឲ្យពេលស្ថិតនៅក្នុងពេលការសិក្សានឹងព្រាមហ្មងមានន័យថាសិក្សានៅពេលដែលសិក្សាហ្នឹងយើងតែសួរសិស្សឲ្យចប់មេរៀននេះចាប់បានចំណុចណាខ្លះអញ្ចឹងមានន័យថាកម្មបំណងនៃការសិក្សាហ្នឹងគឺចង់បង្ហាញគឺជាសំដៅទៅលើសកម្មភាពភ្លាមនៅក្នុងការសិក្សាហ្នឹងឧទាហរណ៍ថានៅពេលដែលបញ្ចប់មេរៀនមួយខ្ញុំសួរថាថ្ងៃហ្នឹងយើងរៀនអីខ្លះតាក់ទងជាមួយមេរៀនហ្នឹងហើយក្នុងមេរៀនហ្នឹងមានការអប់រំអ្វីខ្លះអាហ្នឹងគឺជាដាក់កម្មវត្ថុកម្មបំណងនៃការសិក្សាហើយពេលដែលសិស្សឆ្លើយមកវាឆ្លើយវាត្រូវបំណងអ្វីដែលយើងដាក់
ដាក់ទុកថានៅពេលដែលខ្ញុំបរៀនមេរៀនមួយប្រាប់មាន5ចំណុចអីសិស្សបានគោលបំណងខ្ញុំកម្មបំណងរបស់ខ្ញុំដាក់ទៅសិស្សថាបាន3ចំណុចឬក៏5ចំណុចចាហើយពាក្យមួយទៀតពាក្យថាចំណេះដឹងហ្នឹងគេចង់សំដៅទៅលើការសិក្សារបស់បុគ្គលម្នាក់ដែលមានចំណេះដឹងដូចតែវាមិនមែនជាក្នុងអំឡុងពេលដែលគាត់សិក្សាមានថាចំណេះដឹងហ្នឹងក្រោយពេលដែលគាត់រៀនចប់មានន័យថាគាត់ចេះគាត់ចាំនៅអ្វីដែលគ្រូបរៀនគាត់អាហ្នឹងគេហៅថាចំណេះដឹងវាថាវាមិនមែនស្ថិតនៅកំឡុងពេលសិក្សានោះទេហើយពាក្យមួយទៀតពាក្យការយល់ហ្នឹងគេចង់សំដៅទៅលើការសិក្សានៅក្នុងអំឡុងពេលការសិក្សាដូចជាឧបមាថាខ្ញុំជាគ្រូបរិញ្ញាម្នាក់ខ្ញុំបញ្យល់សិស្សខ្ញុំដាក់ចំណុចកចំណុចខនិងចំណុចកចូលហើយខ្ញុំបញ្យល់សិស្សនៅក្នុងមេរៀនហ្នឹងចំនួនសិស្សទាំងអស់ហ្នឹងនិយាយថាយល់តែចង់មានន័យថាការយល់ហ្នឹងគឺជាការស្វែងយល់នៅពេលអំឡុងការសិក្សាមិនមែនក្រោយការសិក្សាដូចចំណេះដឹងនោះទេឧទាហរណ៍ថាការយល់វាបានចែកជាពីរទៀតការយល់បែបស៊ីជម្រៅនិងការយល់លក្ខណៈមធ្យមដូចដែលបានយល់ធម្មតាមានថាយល់ធម្មតានឹងចង់និយាយថាគាត់យល់អ្វីដែលយើងបញ្យល់អញ្ចឹងគាត់បញ្យល់យល់តែគាត់ពេលខ្លះគាត់យល់អ្វីដែលយើងបញ្យល់ហ្នឹងប៉ុន្តែពេលឲ្យគាត់ធ្វើគាត់អត់ចេះទេអញ្ចឹងអានឹងមានន័យថាការយល់លក្ខណៈធម្មតាហើយមួយទៀតការយល់បែបស៊ីជម្រៅហ្នឹងគេចង់សំដៅទៅលើការស្វែងយល់លំហាត់នឹងមួយបែបស៊ីជម្រៅចង់និយាយថាគាត់ចេះធ្វើគាត់ចេះដោះស្រាយគាត់ចេះរកពាក្យរកកន្លឹះនៃការដោះស្រាយចំណុចមួយហ្នឹងឲ្យបានល្អអញ្ចឹងអានឹងគេមានន័យថាគឺជាការយល់បែបស៊ីជម្រៅហើយមួយទៀតពាក្យមួយទៀតការផ្ដល់ហេតុផលហ្នឹងគេចង់និយាយពីចំណុចមួយហ្នឹងគេចង់និយាយថាឲ្យឧទាហរណ៍ថាជាសិស្សមួយចុះផ្ដល់ហេតុផលហ្នឹងមិនផ្ដល់ហេតុផលហ្នឹងគេចង់សំដៅទៅលើថាសិស្សត្រូវយកចំណេះដឹងដែលគាត់មានហ្នឹងយកមកគិតដែលឆ្លងកាត់ខួរក្បាលរបស់គាត់មិនមែនយកអត់មានគិតអីអត់មានគិតអីទេហើយអត់ដឹងថាខុសដឹងត្រូវមួយណាអញ្ចឹងណាឧទាហរណ៍ដូចជាគាត់មានបញ្ហាជាមួយបុគ្គលម្នាក់អញ្ចឹងគាត់គាត់ត្រូវយកហេតុផលឬការគិតរបស់គាត់ត្រូវឆ្លងកាត់ខួរក្បាលនិងចំណេះដឹងរបស់គាត់ដើម្បីដោះស្រាយបញ្ហាដែលគាត់នឹងប្រឈមមុខអញ្ចឹងមានន័យថាការផ្ដល់ហេតុផលគឺជាការយកប្រើចំណេះដឹងដែលយើងមាននៅក្នុងខ្លួនដែលឆ្លងកាត់ខួរក្បាលដើម្បីដោះស្រាយរកហេតុផលណាមួយដែលត្រឹមត្រូវមិនមែនគ្រាន់តែការគិតគ្រាន់តែគាត់និយាយថាគ្រាន់តែជាការយើងអត់ចេះដោះស្រាយយើងដឹងតែប្រើកំហឹងឬក៏អីដែលគ្មានចំណេះដឹងអាហ្នឹងគឺជាវាខុសពីអ្វីដែលយើងចង់ឲ្យគាត់មានណាអញ្ចឹងអានឹងការផ្ដល់ហេតុផលគឺគេចង់សំដៅទៅលើការគិតតាមរយៈខួរក្បាលដែលប្រើចំណេះដឹងដើម្បីដោះស្រាយបញ្ហាដោយមិនប្រើកម្លាំងកាយយកទៅដោះស្រាយគឺប្រើចំណេះដឹងយកទៅដោះស្រាយ